នេះគឺជារូបផ្លែឈើហើយខ្ញុំមិនត្រូវការញ៉ាំអីដែលជាផ្លែឈើបានចំនួន50មកក្នុងរយៈពេល24ម៉ោងនិយាយទៅប្រភេទផ្លែឈើដែលខ្ញុំញ៉ាំហ្នឹងមិនថាវាគឺជាផ្លែឈើបែបណាឬក៏ជាផ្លែឈើបែបអីទេគឺថារបស់ញ៉ាំតែនោះមុនចុងក្នុងមាត់ខ្ញុំគឺត្រូវតែជាផ្លែឈើជានិច្ចហើយមើលផ្លែឈើទាំង50មុខដែលបានញ៉ាំហ្នឹងមានន័យខ្លះចង់ចាំមើលតអស់គ្នាហើយបេសកកម្មហ្នឹងគឺចាប់ផ្ដើមពីម៉ោង8ព្រឹកទៅបើក្បាលមកនេះគឺជាក្រូចឆ្មាស់ពណ៌លឿននេះគ្នាអើយចង់ថាខ្ញុំញ៉ាំតែចង់តែហ្មងរួចក៏បានដាក់ក្រូចឆ្មាស់ពណ៌លឿនហ្នឹងចូលក្នុងមាត់ញ៉ាំយកតែហ្មងទៅហើយជូដកកនេះញ៉ាំបានផ្លែឈើមួយមុខហើយគឺថានៅសល់49មុខចុងក្រោយទៀតហើយពេលមកក៏បានឃើញទៅពេលមកជូពណ៌បៃតងក៏ដូចជាពេលមកជូនៅលើដៃខ្ញុំ2មុខទៀតពេលនោះក៏បានញ៉ាំតែពេលមកជូពណ៌បៃតងមុនគេយកតែហ្មងហើយនៅសល់ពេលមកជូពណ៌ហមនិងពណ៌ខ្មៅទៀតពេលនោះក៏បានដាក់ចូលក្នុងមាត់បាត់ទៅនិយាយទៅខ្ញុំញ៉ាំផ្លែឈើបាន4មុខហើយក្រោយពេលមកក៏បានជិះម៉ូតូស្វែងរកផ្លែឈើញ៉ាំបន្តទៀតហើយស្មាននោះទៀតគឺមក9បារីមកស្ទុក្រោយមកក៏បានដល់កន្លែងគេលក់ផ្លែឈើហើយក៏ទិញបានផ្លែចេក1ផ្លែស្កានេះនិងផ្លែឈើ2មុខទៀតគឺថាញ៉ាំបានផ្លែឈើដល់ទៅ4មុខឯណូពេលនោះក៏បានញ៉ាំផ្លែមៀននិងសាវម៉ាឡើងដល់ទី6ញ៉ាំផ្លែស្កានេះឡើងដល់ទី7ក៏ដូចជាលើផ្លែចេកនេះមួយទៀតឡើងដល់ទី8ក្រោយពេលមកក៏បានទៅកាត់ជិះម៉ូតូស្វែងរកផ្លែឈើញ៉ាំបន្តទៀតដល់ទីក្រោយមករត់ទិញបានផ្លែឡើង1ហើយនិងផ្លែប៉ំពណ៌ហមនិងពណ៌បៃតង2មុខបន្ថែមទៀតរួចក៏បានទៅកាញ៉ាំផ្លែឈើទាំង3មុខទៀតឡើងដល់ទី11ស្មាននេះគឺថាមក10ហើយតោះខ្ញុំមកធ្វើដំណើរទៅស្វែងរកផ្លែឈើផ្សេងៗញ៉ាំបន្តទៀតពេលនោះក៏បានធ្វើដំណើរទៅដល់តូបគេលក់ផ្លែឈើទៀតហើយក៏រត់ទិញបានផ្លែបេគុក1ផ្លែម្កាហើយនិងផ្លែតបៃក៏ដូចជាផ្លែឈើនេះ2មុខទៀតបានផ្លែឈើ5មុខទៀតទេបាទពិតជាមិនធម្មតាមែនរួចក៏បានឈប់បន្តញ៉ាំផ្លែតបៃឡើងដល់ទី12ញ៉ាំបេគុកមួយទៀតឡើងដល់ទី13ផ្លែចម្ពូមួយទៀតទី14ហើយខ្ញុំគឺនៅសល់ផ្លែម្កាហើយនិងផ្លែល្ហុង2មុខចុងក្រោយពេលនោះក៏បានទៅកាញ៉ាំបញ្ចប់ទាំង2មុខនោះឡើងដល់ទី16ហើយស្មាននោះទីគឺថាមក11បាត់ហើយនិយាយទៅខ្ញុំត្រូវការញ៉ាំផ្លែឈើចំនួន34មុខចុងក្រោយទៀតពេលនោះក៏បានផ្លែម្នាស់1ផ្លែក្រូចពោធិ៍សាត់ផ្លែឈើ2មុខនេះក៏ដូចជាផ្លែឈើនេះ3មុខទៀតគឺថាលើនឹងខ្ញុំបានផ្លែឈើដល់តែ7មុខឯណូរួចក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញគ្រាន់ដល់ផ្ទះវិញភ្លាមពេលនោះក៏បានកាន់ផ្លែឈើម្នាស់នេះចូលទៅក្នុងបន្ទប់ទឹកញ៉ាំបាត់ទៅហើយដល់ពេលនៅក្នុងបន្ទប់ទឹកនេះទៀតពេលនោះក៏បានកាន់ដូរជីមកញ៉ាំតទៀតឡើងដល់ទី18នេះគឺជាផ្លែក្រូចហើយនេះមួយទៀតផ្លែក្រូចពោធិ៍សាត់អ្នកគ្នារួចក៏បានញ៉ាំផ្លែក្រូចទាំង2មុខទៀតឡើងដល់ទី20ហើយខ្ញុំគឺនៅសល់ផ្លែស្វាយផ្លែសេរីនិងផាសសិន3មុខចុងក្រោយពេលនោះក៏បានបញ្ចុះផ្លែឈើទាំង3ចុងក្រោយនឹងឡើងដល់ទី23ស្មាននេះគឺម៉ោង1ហើយខ្ញុំញ៉ាំបានចំនួន23មុខហើយគឺថាខ្ញុំត្រូវការញ៉ាំផ្លែឈើទាំង27មុខចុងក្រោយទៀតប៉ុណ្ណោះអ្នកទាំងអស់នេះកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណាអរគុណច្រើនក្រោយពេលនោះក៏បានទៅការស្វែងរកផ្លែឈើផ្សេងៗញ៉ាំបន្តទៀត30នាទីក្រោយមកខ្ញុំទិញបានផ្លែបឺ1ហើយនិងផ្លែឈើ3មុខផ្សេងៗពីគ្នាទៀតពេលនោះក៏បានញ៉ាំផ្លែបឺ1ទៀតឡើងដល់ទី24ផ្លែ cherry ហើយនិងផ្លែប៉េងប៉ោះអ្នកគ្នារួចក៏បានបន្តក្នុងការញ៉ាំទៀតឡើងដល់ទី26ហើយនេះបើគឺជា strawberry ខ្លួនឃើញភ្លាមគឺថាចង់ញ៉ាំតែហ្មងហួយជួយដល់ក strawberry នេះក្រោយពេលនោះទៀតក៏បានទៅការជិះម៉ូតូស្វែងរកផ្លែឈើផ្សេងៗញ៉ាំតទៀតមកស្ទុក្រោយមកទិញបានផ្លែឈើ5មុខទៀតហើយនេះគឺជាផ្លែខ្នុរមួយទៀតទី28រួចក៏បានញ៉ាំផ្លែត្រឡប់ឡើងដល់ទី29ក៏ដូចជាញ៉ាំផ្លែតំណាំមួយទៀតឡើងដល់ទី30និយាយទៅគឺថាខ្ញុំនៅសល់ផ្លែឈើ2មុខចុងក្រោយទៀតនៅលើដៃរួចក៏បានញ៉ាំផ្លែឈើគីវីឡើងដល់ទី31និងផ្លែឈើសាឡាមួយទៀតឡើងដល់ទី32ខ្ញុំញ៉ាំផ្លែឈើបាន32មុខហើយអ្នកគ្នាតែសង្ឃឹមគឺថាខ្ញុំឡើងចង់ចាយបែកពុះមែនតើនេះពេលនោះទៅគឺថាម៉ោង3ថ្ងៃបាត់ហើយខ្ញុំក៏បានចូលសម្រាប់ពីការញ៉ាំអស់រយៈពេល30នាទីផងហើយក្រោយពី30នាទីក្រោយមកខ្ញុំក៏ទិញបានផ្លែអំពិលទុំមួយទៀតហើយនិងផ្លែឈើ2មុខផ្សេងៗពីគ្នាទៀតរួចក៏បានទៅការញ៉ាំផ្លែអំពិលទុំនេះមួយទៀតឡើងដល់ទី33បន្ទាប់ពីខ្ញុំជិះម៉ូតូអស់រយៈពេល10នាទីក្រោយមកទៀតក៏បានធ្វើដំណើរទៅដល់សាទនើចូលនៅក្នុងសាទនើវិញហើយខ្ញុំគឺនៅសល់ផ្លែឈើ2មុខទៀតអត់បានញ៉ាំទេបាទនិយាយទៅមានចាំឲ្យច្រើនទេក៏បានទៅការញ៉ាំផ្លែកន្ទុំមួយនេះឡើងដល់ទី34រួចខ្ញុំនៅសល់ផ្លែតលឹងទឹកមួយទៀតនៅលើដៃហើយក៏បានបញ្ចប់ផ្លែតលឹងទឹកមួយចុងក្រោយយកតែមកជូទៀតខ្ញុំជូស្មាននេះគឺថាម៉ោង4 12នាទីហើយខ្ញុំត្រូវការញ៉ាំផ្លែឈើ15មុខចុងក្រោយទៀត5នាទីក្រោយមកខ្ញុំបានទៅដល់កន្លែងគេលក់ផ្លែឈើទៀតហើយក៏រកបានផ្លែទៀបមួយផ្លែឈើតតឹមក៏ដូចជាផ្លែឈើនេះ2មុខទៀតតែផ្លែឈើបាន4មុខទៀតហើយអ្នកគ្នាគឺថាខ្ញុំđangទៅស្វែងនឹងការញ៉ាំហើយពេលនេះក៏បានធ្វើការបើកឆាក់ញ៉ាំផ្លែទៀបទៅនិយាយទៅខ្ញុំគិតតែពីដើមញ៉ាំទេបាទញ៉ាំផ្លែតតឹមទី37គឺថាខ្ញុំđangញ៉ាំឡើងចង់បាយពុះមែនតើហើយនិយាយទៅខ្ញុំគិតនៅសល់ផ្លែផ្លាំពណ៌ហមនិងពណ៌ខ្មៅ2មុខទៀតហើយក៏បានញ៉ាំផ្លែផ្លាំពណ៌ខ្មៅនិងពណ៌ក្រហម2មុខនោះឡើងដល់ទី39បាទតែតរម៉ាំងពេលវេលាវិញគឺម៉ោង5កន្លះបាត់ហើយខ្ញុំក៏រកបានផ្លែមង្ឃុតមួយទៀតនៅលើដៃរួចក៏បានញ៉ាំផ្លែមង្ឃុតនេះមួយទៀតឡើងដល់ទី40ខ្ញុំនិយាយទៅតម្រូវតែញ៉ាំផ្លែឈើបាន41នេះគឺថាខ្ញុំមិនដឹងថាខ្លួនឯងនេះចាស់លេអស់ប្រហែលទេអ្នកគ្នានិយាយទៅខ្ញុំត្រូវការស្វែងរកផ្លែឈើញ៉ាំតែដល់មកចុងក្រោយទេប៉ុណ្ណោះគឺថាខ្ញុំនឹងជប់ជ័យផ្លែឈើ50មុខហើយដល់ទីក្រោយមកខ្ញុំបានធ្វើដំណើរទៅដល់ហាងលក់ផ្លែឈើទៀតហើយខ្ញុំក៏រកបានផ្លែឈើ2មុខជាបន្តទៀតញ៉ាំក្រូចថ្លុងទី41គឺថាផ្លែឈើចូលក្នុងមាត់ខ្ញុំច្រើនមុខមែនតើបាទញ៉ាំផ្លែ blueberry របស់យើងមួយទៀតទី42រួចក៏បានដាក់ចូលក្នុងមាត់ញ៉ាំបាត់ទៅហើយក៏បានជិះម៉ូតូស្វែងរកផ្លែឈើ6មុខចុងក្រោយញ៉ាំទៀតមកស្ទុក្រោយមកខ្ញុំរកបានផ្លែក្លែងក្រៀមមួយទៀតហើយរួចក៏បានញ៉ាំទៀតឡើងដល់ទី43ហើយបើតែតទៅពេលវេលាវិញគឺថាមក8យប់បាត់ហើយដល់ទីក្រោយមកក៏បានដល់ទីតាំងផ្សេងមួយទៀតរួចខ្ញុំក៏រកបានផ្លែកាពីងរីកផ្លែស្វាយចន្ទី
ហើយនឹងផ្លែតណាប៉េចង់ថាខ្ញុំបានផ្លែឈើ3មុខទៀតហើយនិយាយទៅខ្ញុំពិតជាស្វាជើខ្លាំងមែនតើណាបាទហើយក៏បានញ៉ាំផ្លែកាពីងរីនិងផ្លែតណាប៉េពីមុននឹងឡើងដល់ទី45ឬក៏បានបញ្ចប់ស្វាជើទី1ចុងក្រោយនេះឡើងដល់ទី46បាញ់ញ៉ាំហើយទីបាញ់ញ៉ាំពេលនោះទៅគឺថាមក9យប់ហើយគឺថាខ្ញុំត្រូវការញ៉ាំសាប៊ូនមកចុងក្រោយប៉ុណ្ណោះ30ទីក្រាមមកក៏បានត្រោះទីតាំងម៉ាសេមួយទៀតរួចខ្ញុំក៏រើបានផ្លែគីមមួយក៏ដូចជាផ្លែអសក់ប៉ែពីមុខនេះហើយនៅផ្លែឈើពីមុខចុងក្រោយនេះទៀតពេលនោះក៏បានញ៉ាំផ្លែគីមមួយនេះឡើងត្រោះទី47នៅសល់ផ្លែឈើ3មុខចុងក្រោយខ្ញុំមិនធ្វើការយកទៅបញ្ចំនៅផ្ទះយកតែមកគ្រាន់ដល់តែវិញភ្លាមខ្ញុំក៏បានកាន់អសក់ប៉ែមួយនេះចូលក្នុងបន្ទប់ទឹកញ៉ាំបាត់ទៅហើយខ្ញុំក៏នៅសល់ផ្លែល្មុតក៏ដូចជាផ្លែដកគោពីមុខនេះពេលនោះក៏បានញ៉ាំផ្លែដកគោមួយនេះឡើងត្រោះទី49ក៏ដូចជាផ្លែល្មុតមួយចុងក្រោយឡើងត្រោះទី50ទីបំផុតខ្ញុំបានជោគជ័យផ្លែឈើ50មុខហើយនិយាយមកណាញ៉ាំតាំងពីព្រលឹមឡើងរហូតដល់ស្មាននេះគឺថាមក11យប់ហើយគឺថាខ្ញុំញ៉ាំឡើងហត់ខ្លាំងមែនតើណាវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ